បាទអានេះខ្លាយអានេះមិនដួលបាទមិនដួល1គីឡូវាធំហើយ1000ហើយសើមអញ្ចឹងបាទយក1000ហ្នឹងថ្ងៃ1000យកមិនក៏នៅលើគេដែរត្រូវហ្នឹងចំពោះតម្លៃហ្នឹងពូគិតថាពេញចិត្តអាចទទួលយកបានបាទហើយជំរាបសួរពុកម៉ែបងប្អូនអ្នកនរគ្នាខ្ញុំបាទឈ្មោះវែងសំណាងជាមន្ត្រីកសិកម្មនៃឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុក្នុងពេលនេះផងដែរខ្ញុំបានកំពុងតែស្ថិតនៅក្នុងវាលស្រែឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុផងដែរជាមួយនឹងបងនឹងលោកពូដែលមកពីការិយាល័យវិស្វកម្មនិងការិយាល័យសិទ្ធិសាស្ត្រពីមន្ទីរកសិកម្មខេត្តព្រះសីហនុក្នុងគោលបំណងចោះស្រង់តនន័យក្នុងការប្រមូលផលស្រូវវស្សាជាមួយនឹងចោះស្រង់តម្លៃតាក់ទងជាមួយនឹងស្រូវការរំដួលរបស់យើងផងដែរយោងតាមរយៈការជួបសម្ភាសជាមួយនឹងប្រជាកសិករឈ្មោះលោកពូរម៉ៅបានឲ្យដឹងថាស្រូវដែលគាត់បានច្រូតបាននេះគឺជាពូជការរំដួលហើយក៏ជាស្រូវសាមផងដែរដែលគាត់អាចលក់បានក្នុងតម្លៃ1គីឡូ1000រៀលសម្រាប់តម្លៃនេះគឺលោកពូមានការពេញចិត្តជាខ្លាំងបន្ថែមពីនេះទៅទៀតខ្ញុំបាទក៏បានធ្វើការពិភាក្សាជាមួយនឹងលោកពូក៏ដូចជាមួយនឹងម៉ាស៊ីនលោកពូដែលជាម្ចាស់ម៉ាស៊ីនច្រូតដើម្បីសិក្សាពីបញ្ហាមួយចំនួនដែលកើតទៅលើពួកគាត់ក្នុងការបំពេញការងារនិងការធ្វើស្រែចម្ការនេះផងដែរចំពោះបញ្ហាដែលខ្ញុំបានចុះតាមដាននៅកន្លែងហ្នឹងគឺខ្ញុំបានសិក្សាជាមួយនឹងលោកពូដែលជាម្ចាស់ស្រែគឺដោយសារតែពូជរបស់គាត់ពូជជាពូជការរំដួលតែមិនមែនជាប្រភេទពូជសុទ្ធទេអញ្ចឹងបកឲ្យក្របស្រូវហ្នឹងវាអត់សូវមានគុណភាពល្អប្រហែលទេអញ្ចឹងខ្ញុំបានបញ្យល់គាត់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ពូជសុទ្ធដូចនេះហើយក្នុងរដូវកាលក្រោយគាត់នឹងបានសហការជាមួយខ្ញុំបាទដែលជាមន្ត្រីកសិកម្មក្នុងការតែងនឹងការប្រើប្រាស់ពូជសុទ្ធហើយខ្ញុំក៏បានណែនាំឲ្យគាត់ជាមួយនឹងក្នុងការបន្សុទ្ធពូជដើម្បីយកពូជសុទ្ធហ្នឹងទៅលក់ឲ្យប្រជាជនកសិករផ្សេងទៀតផងដែរហើយជាចុងក្រោយហ្នឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានអារម្មណ៍ស្វែងរីករាយមែនតើនៅពេលដែលខ្ញុំបានចោះទៅជួបជាមួយនឹងប្រជាកសិករដែលគាត់កំពុងតែច្រូតផ្ទាល់ហើយជាមួយនឹងតម្លៃរបស់គាត់ហ្នឹងគឺក៏គាត់មានការពេញចិត្តជាមួយនឹងតម្លៃស្រូវនេះផងដែរខ្ញុំពិតជាមានអារម្មណ៍ស្វែងចិត្តមែនតើហើយខ្ញុំក៏សូមបន្ថែមពីនេះខ្ញុំក៏បានណែនាំអំពីការថែរក្សាគុណភាពនៃគ្រាប់ស្រូវការហាលនិងការទុកដាក់ផងដែរដើម្បីជៀសវាងនៅការបាត់បង់អត្ថប្រយោជន៍របស់ពួកគាត់នៅក្នុងពេលណាមួយនៃការទុកដាក់របស់គាត់ហើយជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ទីរកសិកម្មក្រុងព្រះសីហនុដែលតែងតែយកចិត្តទុកដាក់នៅក្នុងការចោះមកដើម្បីជួយនៅពេលដែលពួកខ្ញុំក៏ដូចជាប្រជាកសិករមានបញ្ហាដូចជាបញ្ហាសត្វមមាញថ្នោតអញ្ចឹងណាគាត់តែងតែចោះមកគ្រប់គ្រងមកជួយផ្ដល់ជាយោបល់ផ្ដល់ជាការព្យាបាលបាទហើយគាត់ទៅពូជចង់បង្រៀនប្រើពូជសុទ្ធពូជអីឲ្យល្អជាងហ្នឹងក៏មានពូជសុទ្ធល្អខ្ញុំក៏ចង់បានដែរបាទឲ្យតែបាយទុនចូលចិត្តមើលរដូវកាលបន្ទាប់ខ្ញុំតំណងទៅពូខ្ញុំអាចនឹងថាមានទីកន្លែងដែលគាត់ផលិតពូជសុទ្ធហ្នឹងហើយបើសិនជាពូផលិតពូជសុទ្ធបានពូអាចយកពូជហ្នឹងទុកលក់ទុកក៏បានពូជទុកលក់ក៏បានហ្នឹងបាទហើយបាយក៏ចូលរឹងវាអត់សូវចូលចិត្តដែរហ្នឹងគឺបាយទុនបាទតែបើថាបាយរឹងថោកហ្នឹងហើយក៏យើងដឹងស្រាប់ណាបើថាបាយទុនអាហ្នឹងក៏បានថ្លៃអត់អីឃើញក៏បានវាអូតូបាទពូអរគុណច្រើនបាទខាងពលអត់តម្លៃហ្នឹងខ្ញុំគាត់ថាផ្សាយបាទពូឈ្មោះគេរហូតមកគេក៏ចង់បានតម្លៃយើងដែរអត់យើងនេះមកដល់ហើយមួយទេតើ